តោះមកមើលទាំងអស់គ្នាអំពីមុខម្ហូបមួយដែលមានឈ្មោះថាមាន់រំលីងគល់ស្លឹកគ្រៃជាដំបូងគឺយើងចាក់ខ្លាញ់ចូលទៅក្នុងខ្ទះរបស់យើងបានក្តៅបន្ទាប់ពីខ្លាញ់របស់យើងក្តៅយើងក៏ចាក់គល់ស្លឹកគ្រៃចូលបន្ទាប់មកចាក់ស្លឹកក្រូចបន្ទាប់មកទៀតគឺចាក់រំដេងហើយយើងធ្វើការរំលីងគល់ស្លឹកគ្រៃស្លឹកក្រូចនិងរំដេងបញ្ចូលគ្នាដើម្បីឲ្យស្លឹកគ្រៃស្លឹកក្រូចនិងរំដេងរបស់យើងក្រៀមបន្ទាប់ពីក្រៀមហើយយើងក៏ធ្វើការដួសស្លឹកក្រូចគល់គ្រៃនិងរំដេងចេញហើយបន្តមកទៀតគឺយើងធ្វើការចាក់សាច់មាន់ដែលយើងបានកាប់ជាដុំតូចៗល្មមទៅក្នុងខ្ទះដែលខ្លាញ់របស់យើងក្តៅស្រាប់នោះហើយយើងធ្វើការរំលីងបន្តទៀតដើម្បីឲ្យសាច់មាន់យើងមានសភាពក្រៀមបន្តិចសាច់មាន់នេះផងដែរយើងធ្វើការរំលែងតាមអ្វីដែលយើងចង់បានដោយមិនកំណត់នោះទេបន្ទាប់ពីសាច់មាន់របស់យើងបានក្រៀមតាមដែលអ្វីដែលយើងចង់បានហើយយើងក៏ធ្វើការដួសសាច់មាន់របស់យើងចេញដាក់ក្នុងចាននេះគឺជាសាច់មាន់ដែលយើងរំលែងរួចរាល់ជំហានបន្ទាប់នេះយើងធ្វើការចាក់មើមខ្ទឹមដែលយើងចិញ្ច្រាំទុករួចរាល់ចូលទៅក្នុងខ្ទះខ្លាញ់ដែលកំពុងតែក្តៅហើយយើងធ្វើការឆាមើមខ្ទឹមរបស់យើងឲ្យមើមខ្ទឹមរបស់យើងឡើងពណ៌ស្អាតជំហានបន្ទាប់យើងធ្វើការចាក់ប៊ីចេងបន្តិចស្ករសប្រេងខ្យងចូលបន្តិចហើយយើងធ្វើការឆាបន្តទៀតហើយយើងក៏ថែមទឹកបន្តិចយើងក៏ឆាបន្តទៀតហើយយើងថែមទឹកស៊ីអ៊ីវបន្តិចយើងក៏ឆាវាបន្តទៀតបន្ទាប់មកនេះយើងក៏ធ្វើការចាក់សាច់មាន់របស់យើងចូលទៅក្នុងគ្រឿងដែលយើងបានឆារួចរាល់ហើយយើងធ្វើការឆាដើម្បីឲ្យសាច់មាន់ហើយនឹងគ្រឿងរបស់យើងចូលគ្នាបានល្អជាចុងក្រោយនេះយើងក៏ចាក់គល់ស្លឹកគ្រៃដែលយើងបានរំលីងរួចរាល់នេះចូលទៅក្នុងសាច់មាន់ដែលយើងបានឆាហើយយើងក៏ធ្វើការឆាវាបន្តទៀតមាន់រំលីងគល់ស្លឹកគ្រៃរបស់យើងក៏បានរួចរាល់ខ្ញុំនឹងធ្វើការបើកសំឡេងពិតដើម្បីឲ្យអ្នកទាំងអស់គ្នាបានស្ដាប់